សួស្តីអ្នកនរគ្នាខ្ញុំសាមលីថ្ងៃនេះវីដេអូគឺមកសម្រាប់ធំហើយនឹងមកមួយទឹកឲ្យអូឌីហើយនឹងរ៉ានីព្រោះចុងសប្តាហ៍ជាធម្មតាមួយអាទិត្យអីហ្នឹងគឺខ្ញុំមួយទឹកឲ្យវាម្ដងទៅពីរដងតាមដែលខ្ញុំមានពេលទៅនេះអញ្ចឹងអ្នកនរគ្នានឹងឆ្លៀតពេលលេងជាមួយវាមួយថ្ងៃបានម្ដងទៅពីរដងតាមដែលយើងអាចធ្វើទៅបានហើយនៅក្នុងឯកគឺគីឡូអូឌីរ៉ានីគឺប្រព័ន្ធយៈអីហើយប្រៀបធៀបជាមួយនឹងកម្ពស់របស់ខ្ញុំគឺខ្ញុំ 1.76 ហើយនៅឯឃើញខ្លួនរបស់ពួកវាហើយក៏មិនឲ្យវាលើសគីឡូស្តង់ដាពីចន្លោះ30ទៅ40គីឡូដែរគឺនៅចន្លោះហ្នឹងជាធម្មតាខ្ញុំឲ្យវាធម្មតា33 34 35អីចឹងណាគ្នាព្រោះបើយើងទុកឲ្យវាឡើងគីឡូថោះឡើងពេកគឺវាប្រឈមមុខនឹងការឈឺជំងឺផ្សេងជាច្រើនទៅថ្ងៃអនាគតចឹងណាអញ្ចឹងការថែទាំពួកវាដែលជាមេបាគឺសំខាន់មែនទែនដល់គ្នាទាំងការដាក់ចំណីនិងការថែទាំយកចិត្តទុកដាក់បន្ថែមនៅអាហារបំពន់ឲ្យពួកវាដើម្បីវាសុខភាពល្អជាពិសេសនៅពេលដែលវាដោយឈ្មោះចឹងណាអញ្ចឹងយើងត្រូវបំពន់វាច្រើនខ្លាំងមែនទែនដើម្បីឲ្យសារពាង្គកាយរបស់ពួកវាខួរក្បាលហើយនឹងការលូតលាស់របស់វាល្អហើយអញ្ចឹងទៅវាធ្វើឲ្យកូនចៅដែលវាកើតមកគឺមានសុខភាពទៅតាមមេបារបស់វាដែរអញ្ចឹងការថែទាំមេបាគឺសំខាន់មែនទែនវាធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់កូនចៅដែលវាកើតមកក្រោយៗហ្នឹងគឺវាមានប្រព័ន្ធភាពស៊ាំល្អធន់នឹងជំងឺធន់នឹងអាកាសធាតុអញ្ចឹងធ្វើឲ្យអត្រាងាប់នៃកូនឆ្កែហើយសុខភាពកូនឆ្កែរបស់យើងវាល្អទៅតាមនឹងដែរអញ្ចឹងណាគ្នាអញ្ចឹងអ្នកនរគ្នាដែលគាត់មានពូជឆ្កែដូចខ្ញុំBelgian Malinois ឬក៏ពូជផ្សេងដែលត្រៀមធ្វើជាមេបារបស់គេហើយឬក៏មានអាយុធំចាប់ពី1ឆ្នាំជាងហ្នឹងគាត់បានសួរខ្ញុំថាគួរតែថែទាំវាយ៉ាងណាការដាក់ចំណីការបន្ថែមអាហារបំពន់ជាធម្មតាគឺអាហារចម្បងរបស់វាគឺខ្ញុំដាក់ចំណីគ្រាប់គឺចំណី Royal Canin ម៉ាក់ C Adil ហើយយើងលាយជាមួយនឹងអាហារបំពន់មួយចំនួនទៀតសាច់គោសាច់មាន់ឆ្អឹងស៊ុបកាល់ស្យូមឬក៏បន្លែបន្ថែមទៀតក្នុងរយៈពេលមួយអាទិត្យ3ទៅ4ដងឬក៏តាមដែលយើងមានពេលអាចច្រើនជាងហ្នឹងឬក៏បើយើងអត់មានលទ្ធភាពទេឬក៏យើងអត់មានពេលទេអាចមួយអាទិត្យម្ដងឬក៏អីចឹងទៅដើម្បីឲ្យប្រព័ន្ធភាពស៊ាំហើយនឹងសារពាង្គកាយរបស់វាជាមួយនឹងការលូតលាស់របស់វាល្អចឹងទៅវាធ្វើឲ្យកូនចៅដែលវាកើតមកហ្នឹងគឺវាមានសុខភាពល្អទៅតាមនឹងដែរចឹងណាអ្នកនរគ្នាហើយការថែទាំក្រៅតែពីការដាក់ចំណីក៏នៅនឹងត្រូវការយកចិត្តទុកដាក់ទៅលើខាងផ្នែកផ្លូវអារម្មណ៍មួយទៅផងដែរក៏វាចាត់ចូលនៅក្នុងលក្ខខណ្ឌសំខាន់មួយដែរនៅក្នុងការចិញ្ចឹមឆ្កែដើម្បីឲ្យបានកូនឆ្កែមកវាល្អវាមានខួរក្បាលល្អវាអីចឹងណាអញ្ចឹងមេបាដែលយើងបានថែទាំយកចិត្តទុកដាក់ណែនាំផ្ដល់ការស្រឡាញ់ឲ្យពួកវាបានច្រើនអញ្ចឹងវាធ្វើឲ្យកូនចៅដែលវាកាត់មកគឺវាកាត់ទៅមេបារបស់វាដែលយើងបានថែទាំអញ្ចឹងណារៀបដូចជាកូនដែលយើងឆ្លោះគ្នារាល់ថ្ងៃហើយទៅគោនឹងឃើញយើងឬក៏គោនឹងកាត់មកវាតែងតែទទួលហ្សែនពីពុកម្ដាយរបស់វាអញ្ចឹងការថែទាំមេបាដើម្បីឲ្យកូនមកល្អគឺសំខាន់មែនទែនទាំងផ្លូវអារម្មណ៍ទាំងការដាក់ចំណីទាំងបរិយាកាសនិងការថែទាំរបស់វាគឺយើងមើលទៅតាមនឹងដែរអញ្ចឹងអ្នកនរគ្នាអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺគាត់តែចង់ការរំលឹកទៅដល់អ្នកនរគ្នាដើម្បីអ្នកនរគ្នាបានពូជឆ្កែដែលល្អបានសំណក់ដែលល្អដែលឆ្លាតវាងវៃហើយបង្កើនថែម IQ ទៅដល់កូនចៅវាក្រោយៗទៀតនោះគឺយើងទៀមទាឲ្យយើងថែទាំនិងយកចិត្តទុកដាក់វាខ្លាំងមែនតើអ្នកនរគ្នាប្រៀបដូចជាការដាំដំណាំផ្លែឈើបន្លែការថែទាំអប់រំកូនចៅអញ្ចឹងបើសិនមកយើងអត់អប់រំអត់ថែទាំឲ្យបានល្អទេអញ្ចឹងលទ្ធផលក៏វាបានទៅតាមនឹងដែរបើសិនមកយើងថែទាំល្អលទ្ធផលក៏វាបានល្អទៅតាមយើងថែទាំដែរOkay. Good girl. Hey, hey. Hey, that's a good boy, Jojo. Good girl, Ruby. Hey. Jojo thật lên trên chị. Hey. បាទគាត់លេងយ៉ាងសប្បាយអរគុណច្រើនហើយជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើនអ្នកគ្នារីករាយចុងសប្តាហ៍